ខ្ញុំឆ្ងល់ណាស់ថាហេតុអីខ្ញុំស្រូបបានតែលុយខ្ចីគេអញ្ចឹងចាលុយខ្ចីគេហ្នឹងបងខ្ចីទិញទ្រព្យបងរំលោះឡានម៉ូតូឬក៏ខ្ចីទិញឡានទិញម៉ូតូទិញដីឬក៏លុយជាពាក់បងមេក្រុមជាពាក់បងដៃគូសហការរកស៊ីមួយយើងចាសម្រាប់អ្នកគ្រូ HD ឆ្លងមកទាំងពីរចាខ្ញុំអនុវត្តច្បាប់នៃការស្រូបទាញបានកើនទ្រព្យប៉ុន្តែបំណុលក៏កើនដែរជឿអត់ថាអ្នកគ្រូ HD អូយអ្នកទាំងអស់គ្នាទម្រាំតែឆ្លងកាត់រសជាតិជីវិតមានបំណុលបងរំលោះមកដល់ចំណុចមួយនេះដែលអត់មានបំណុលគឺខ្ញុំឆ្លងកាត់រឿងរ៉ាវជាច្រើនប៉ុន្តែខ្ញុំអាចធ្វើបានដោយសារតែខ្ញុំផ្សារភ្ជាប់ខ្លួនឯងជាមួយនឹងច្បាប់នៃការស្រូបទាញជាមួយការរៀននិងការអនុវត្តយ៉ាងខ្ជាប់ខ្ជួនអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាកំពុងតែជួបបញ្ហាបែបហ្នឹងដូចបងស្រីអាចស្ដាប់វីដេអូនេះបានខ្ញុំនឹងចែករំលែកបទពិសោធន៍របស់ខ្ញុំជូនទៅកាន់បងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាដើម្បីបងប្អូនទាំងអស់គ្នាកាន់តែសប្បាយចិត្តមានទំនុកចិត្តនៅក្នុងការអនុវត្តច្បាប់នៃការស្រូបទាញរហូតដល់ជីវិតត្រចះត្រចង់អស់បំណុលសល់ទ្រព្យមានមុខរបរជារបស់ខ្លួនឯងដែលអាចរកចំណូលបានជារៀងរាល់ថ្ងៃទៀតនិយាយទៅគឺជីវិតស្រស់បំព្រងផ្លាស់ប្ដូរជីវិតថ្មីតែម្ដងរឿងទី1ដែលខ្ញុំចង់ចែកម្លែកជូនទៅកាន់បងប្អូនទាំងអស់គ្នាពិសេសសម្រាប់អ្នកដែលអត់សូវមានថវិកាឬក៏មានជីវភាពដែលលំបាកនិយាយទៅគឺយើងកើតមកនៅក្នុងតកូលគ្រួសារដែលមានជីវភាពក្រីក្រឬក៏មធ្យមចាថាមកអាចរកចំណូលបានប្រចាំថ្ងៃទិញរបស់ទ្រព្យអីតិចតួចមានផ្ទះសម្រាប់ស្នាក់នៅមានលុយទិញម្ហូបអាហារញ៉ាំអាសមល្មមឬក៏បងប្អូនដែលមានគ្រួសារហើយប្រើជីវិតប្តីប្រពន្ធដែលចាប់ដៃគ្នាពីបាតដៃតទេចាបងប្អូនត្រូវទទួលស្គាល់ការពិតមួយថាបើសិនជាយើងចង់សាងភាពមានបានផ្លាស់ប្ដូរជីវិតពីបាតដៃទៅក្នុងដៃវាមិនមែនជារឿងងាយស្រួលទេវាគឺជារឿងលំបាកប៉ុន្តែយើងអាចធ្វើបានបើសិនជាយើងមិនចោះចាញ់បើសិនជាយើងមិនចោះចាញ់បញ្ហាមិនចោះចាញ់ការធ្លាក់ទឹកចិត្តដរាបណាយើងនៅតែព្យាយាមធ្វើព្យាយាមសាងថ្ងៃណាមួយយើងនឹងអាចផ្លាស់ប្ដូរជីវិតយើងបាននេះគឺជាអ្វីដែលខ្ញុំចង់ចែកម្លែកទៅកាន់បងប្អូនទាំងអស់គ្នាជំហានដំបូងព្រោះដោយសារតែយើងត្រូវជួបឧបសគ្គបញ្ហាក្នុងជីវិតច្រើនណាស់បងប្អូនទម្រាំតែឈានមកដល់ចំណុចមួយដែលយើងហៅថាជោគជ័យឬក៏អាចផ្លាស់ប្ដូរជីវិតបានវាមិនមែនជារឿងងាយស្រួលទេមានអ្នកបោះបង់ចោលកណ្ដាលទីអ្នកដែលចាប់ផ្ដើមហើយក៏បោះបង់វិញអ្នកដែលអាចដើរដល់ទីអត់ច្រើនគ្នាទេអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាបើស្គាល់ច្បាប់នៃការស្រូបទាញហើយចង់ផ្លាស់ប្ដូរជីវិតបងប្អូនត្រូវតែព្យាយាមធ្វើហើយធ្វើទៀតកុំបោះបង់ចោលអញ្ចឹងចូលមកដល់ការឆ្លើយតបសំណួរបងស្រីដែលគាត់ឆ្ងល់ថាហេតុអីបានជាគាត់ប្រើច្បាប់ស្រូបទាញស្រូបបានតែលុយខ្ចីគេអញ្ចឹងចាបងចំណុចនេះខ្ញុំអាចបកស្រាយបានថាហេតុអីបានអញ្ចឹងទេប៉ុន្តែអ្វីដែលខ្ញុំធ្លាប់ឆ្លងកាត់មកខ្ញុំក៏ជាមនុស្សម្នាក់ដែលជាពាក់បំណុលគេដែរទីមួយពេលដែលខ្ញុំការហើយជាមួយប្តីប្រពន្ធគឺខ្ញុំបង់មលួសម៉ូតូឡានផ្ទះចាហើយដល់តែពេលខ្ញុំចាប់ផ្ដើមរកស៊ីគឺខ្ញុំអត់មានដើមទុនច្រើនទេតែលុយយើងទិញទ្រព្យទិញរបស់អីចឹងណាចាហើយសម្រាប់ការរកស៊ីរបស់ខ្ញុំគឺខ្ញុំចាប់ផ្ដើមពីទូទៅធំបងប្អូនទាំងអស់គ្នាអញ្ចឹងពេលដែលខ្ញុំចាប់ផ្ដើមដំបូងលុយដើមទុនខ្ញុំប្រហែលជា$200-$100ជាងអីហ្នឹងបងប្អូនខ្ញុំអត់ចាំទេណាព្រោះរៀងយូរដែរហើយចាបន្ទាប់មកការលក់របស់ខ្ញុំចាប់ផ្ដើមរីកចម្រើនខ្ញុំក៏ទទួលបានឱកាសពីមេក្រុមរបស់ខ្ញុំដៃគូសហការរកស៊ីរបស់ខ្ញុំអ្នកទាំងអស់គ្នាគាត់ជួយឲ្យខ្ញុំខ្វះបងអីវ៉ាន់អញ្ចឹងបងអីវ៉ាន់របស់យើងលក់យូរទៅកាន់តែកើនឡើងបំណុលច្រើនទៅដំបូង500 1000ចា2000 3000 4000 5000 10000 20000រហូតដល់បងខ្លះ$100000ជាងក្នុងមួយបងអ្នកទាំងអស់គ្នាអញ្ចឹងការអនុវត្តច្បាប់ស្រូបទាញរបស់ខ្ញុំអនុវត្តបានតែលុយបងខ្វះអីវ៉ាន់នឹងដូចគ្នាតែពេលដែលខ្ញុំចាប់ផ្ដើមផ្ដោតទៅលើការលក់ទៅលើការសងបងអីវ៉ាន់នឹងរឿយទៅខ្ញុំក៏ចាប់ផ្ដើមសងរៀងធូរទៅវិលលុយបានលឿនទៅរហូតដល់ខ្ញុំអាចដកលុយនឹងបន្តិចបន្តួចចាទៅទិញផ្ទះបីបងរំលោះតព្រោះខ្ញុំដកលុយរកស៊ីទាំងដុំអត់បានទេព្រោះយើងអត់មានដើមទុនទេបើយើងដកទៅទាំងដុំមុខរបរយើងគឺដួលក្រឹបហ្មងចាអញ្ចឹងខ្ញុំគិតផ្ដោតខ្លាំងមែនតើគឺមុខរបររបស់ខ្ញុំទោះបីជាយ៉ាងណាក៏ដោយគឺខ្ញុំត្រូវតែពង្រីកដើម្បីឆ្នាំងបាយខ្ញុំរឹងមាំអាចជួយឲ្យគ្រួសាររបស់ខ្ញុំញ៉ាំអត់ចេះអស់ទេហើយយើងអាចជួយដល់អ្នកដទៃបានទៀតចាអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមទិញរបស់ទ្រព្យចាដោយការបងរំលោះអ្នកទាំងអស់គ្នាអញ្ចឹងបំណុលខ្ញុំកើនឡើងណាលុយបងក៏នៅតែចាពាក់តែវិលបងចាស់ឲ្យបងថ្មីវិលបងចាស់ឲ្យបងថ្មីនិយាយទៅគឺប្រឹងលក់វិលលុយណាដើម្បីដកបងមលុះផ្ទះប្រចាំខែរាល់ខែអញ្ចឹងពេលដែលខ្ញុំទិញផ្ទះហើយបំណុលរបស់ខ្ញុំចាប់ផ្ដើមកើនឡើងហើយមិនដឹងថាកើនឡើងដូចបងឬក៏កើនឡើងច្រើនជាងបងទេណាប្រហែលជាអាចកើនឡើងច្រើនជាងព្រោះផ្ទះខ្ញុំទិញជិត300000អ្នកទាំងអស់គ្នាកាលហ្នឹងណាចាហើយខ្ញុំមានខ្ចីលុយខាងឪពុកម្ដាយក្មេកខ្ញុំចាដើម្បីយកមកប្រគ្រប់បន្ថែមឲ្យបាន30%សល់ប្រហែលខ្ចីធនាគារទៀតអូយនិយាយទៅគឺពិបាកខ្លាំងហ្មងចាប៉ុន្តែខ្ញុំអាចធ្វើបានខ្ញុំជឿជាក់ថាបងប្អូនទាំងអស់គ្នាក៏អាចធ្វើបានដែរអញ្ចឹងវិធីនៅក្នុងការដោះបំណុលហ្នឹងយើងគួរធ្វើមិនទី1គឺយើងត្រូវមានគោលដៅច្បាស់លាស់ថាយើងនឹងចង់សងផ្ទះនឹងឲ្យដាច់ក្នុងរយៈពេលប្រហែលឆ្នាំកុំលឿនពេកកុំយូរពេកហើយត្រូវមកស្ដាប់បេះដូងរបស់យើងស្ដាប់សំឡេងបេះដូងរបស់យើងដូចចិត្តចក្រវាលអញ្ចឹងអ្នកទាំងអស់គ្នានឹងឲ្យចម្លើយយ៉ាងត្រឹមត្រូវថាប្រហែលឆ្នាំដែលយើងអាចសងផ្ទះនឹងបានអញ្ចឹងពេលទទួលបានចម្លើយពីបេះដូងរបស់យើងហើយអ្នកទាំងអស់គ្នាចាប់ផ្ដើមសេតជាគោលដៅទៅចា3ឆ្នាំ5ឆ្នាំទៅតាមបេះដូងរបស់យើងឲ្យចម្លើយមកហើយតួនាទីអ្វីដែលយើងត្រូវធ្វើគឺអនុវត្តច្បាប់នៃការស្រូបទាញសាងអារម្មណ៍ល្អមានក្តីសុខគិតវិជ្ជមានគិតដល់លុយផ្ទះនឹងដូចយើងបានបង់សងគេរួចរាល់ហើយយើងត្រូវផ្ដោតមកលើការលក់របស់យើងចាមុខរបររបស់យើងពិសេសគឺគោលដៅនៅក្នុងការលក់ដើម្បីឲ្យមុខរបររបស់យើងរីកចម្រើនយើងអាចដកលុយនឹងទៅសងបំណុលផ្ទះគេបាន
ហើយពេលដែលខ្ញុំទិញផ្ទះនឹងហើយអ្នកទាំងអស់គ្នាមិនទាន់បានប៉ុន្មានទេគឺខ្ញុំទិញផ្ទះមួយទៀតចាតម្លៃលើសនឹងគុណជា2អ្នកទាំងអស់គ្នាបំណុលខ្ញុំគឺកើនឡើងទៀតហើយប៉ុន្តែអ្វីដែលខ្ញុំធ្វើគឺអនុវត្តច្បាប់នៃការស្រូបទាញចាប់ផ្ដើមមកផ្ដោតលើមុខរបរការលក់ហើយអនុវត្តច្បាប់នៃការស្រូបទាញឲ្យបានខ្ជាប់ខ្ជួនបងប្អូនត្រូវដឹងថាគ្រប់យ៉ាងត្រូវការពេលវេលាហើយដូចយើងចាប់ផ្ដើមស្គាល់ច្បាប់ស្រូបទាញពីបាតដៃទទេអនុវត្តពីយើងអត់មានអីសោះពេលខ្លះក៏យើងត្រូវខ្ចីលុយគេពេលខ្លះក៏យើងត្រូវចាក់បងគេពេលខ្លះក៏យើងត្រូវបង់មលូផ្ទះបង់មលូឡានព្រោះអីមុខរបររស់ស៊ីការងាររបស់យើងវាអាចឲ្យលុយយើងទាំងដុំបានទេពេលណាដែលយើងទិញរបស់ដែលយើងចាំបាច់ត្រូវប្រើប្រាស់ចាគ្រប់គ្រាន់ហើយមុខរបរយើងក៏រីកចម្រើនពេលហ្នឹងគឺយើងសល់លុយហើយបើបងចង់ដឹងថាតើគូអនុវត្តច្បាប់នៃការស្រូបទាញបែបណាដើម្បីអាចផ្លាស់ប្ដូរជីវិតបានដើម្បីអាចដោះបំណុលបានបងប្អូនអាចចូលទៅក្នុង Channel YouTube របស់អ្នកគ្រូ HD វាយពាក្យថាគ្រូ HD Powers of Love ដើម្បីតាមដានរាល់ការចែកម្លែករបស់អ្នកគ្រូ HD ពីការអនុវត្តច្បាប់នៃការស្រូបទាញដើម្បីទទួលបានការផ្លាស់ប្ដូរជីវិតថ្មីជីវិតដែលពោពេញដោយក្តីសុខភាពរីករាយផ្នែកគំនិតវិជ្ជមានពិសេសហ្មងចាមុខរបរការងាររីកចម្រើនកើនទ្រព្យអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានជាយោបល់ឬក៏គំនិតអីល្អៗបន្ថែមអាចខមមិននៅខាងក្រោមវីដេអូនេះបានហើយសម្រាប់បងប្អូនដែលមានជាសំណួរឬក៏ចម្ងល់អីបងប្អូនក៏អាចខមមិនសួរនៅខាងក្រោមវីដេអូនេះបានដែរអរគុណបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាជម្រាបលាជួបគ្នាវីដេអូក្រោយបាយបាយ